សួស្តីពុកម៉ែបងប្អូន Top Fan ទាំងអស់គ្នាថ្ងៃនេះចុងភៅដៃថ្មីលើកយកមុខម្ហូបមួយមុខដែលមានឈ្មោះថាឆាខ្ញីសាច់មាន់បងប្អូនចំពោះមុខម្ហូបនេះបែបស្ងួតបងប្អូនយើងផ្ដាច់ទឹកព្រៃបែបថាមានរសជាតិអេបងប្អូនយើងញ៉ាំបាយត្រូវច្រើនជាងយើងខ្លែមហើយបើសិនជាមានមកយូរអីយើងដាក់ដឹងថាបាត់តាណាអត់ដឹងទេបងប្អូនចំពោះឆាខ្ញីមួយមុខនេះគឺធានាថារសជាតិអេមដិតឲ្យ10លើ10បងប្អូនណាបើនិយាយរឿងរ៉ែតវិញណារបៀបនៃឆាខ្ញីបងប្អូនយើងមើលតក្បាលវីដេអូទៅដឹងហើយរសជាតិអានេះដំបូងយើងមានជាមួយនឹងសាច់មាន់ហើយជាមួយនឹងស្លឹកខ្ទឹមហើយនឹងខ្ញីបងប្អូនណាហើយយើងកាប់សាច់មាន់ឲ្យស្អាតចេះមកហើយមុខម្ហូបមុខនេះគឺធានាថារសជាតិដល់អេបងប្អូនដោយសារតែខ្ញុំធ្វើម្ហូបខ្ញុំមានបទពិសោធន៍នៃការធ្វើម្ហូបរបស់ខ្ញុំជាច្រើនឆ្នាំបងប្អូនណាហើយមុខម្ហូបមុខនេះគឺខ្ញុំធានាថាជាតិហើយដំបូងមកយើងមកធ្វើទឹកសោះបងប្អូនខ្លះគេថាគេឆាបែបខ្ទឹមអញ្ចឹងខ្ញុំដាក់គ្រឿងហើយនឹងប្រេងខ្យងជាមួយនឹងម្សៅស៊ុបរ៉ូឌីហើយយើងបុកជាមួយនឹងខ្ទឹមខំទីទឹកសោះសចាក់ទឹកត្រីអាហ្នឹងយើងធ្វើទឹកសោះឲ្យវាមានរសជាតិអេមសិនណាបងប្អូនហើយយើងដាក់មកវាដឹងតែអេមបងប្អូនណាចំពោះមុខម្ហូបមួយខ្ញុំតែងតែធ្វើយកចិត្តទុកដាក់ចំពោះធ្វើម្ហូបបងប្អូនមិនថាយើងធ្វើស្អីទេឲ្យតែយើងមានយកចិត្តទុកដាក់អ្វីគឺវានឹងបានរលូនទៅមុខហើយចំពោះការធ្វើម្ហូបយើងត្រូវថាពាក្យចាស់គេថាយើងម្ហូបឆ្ងាញ់ដោយសារតែគ្រឿងបងប្អូនឲ្យតែយើងស្គាល់កលៈទេសៈនៃការដាក់គ្រឿងមានន័យថាត្រូវដាក់ពេលណាហើយត្រូវដាក់សាច់នៅពេលណាអញ្ចឹងពុកម៉ែបងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះយើងដាក់គ្រឿងកូរឲ្យស្អាតមកដើម្បីដាក់សាច់ចូលទៅសឹងតាយកជាតិតែម្ដងបងប្អូនយើងថែមថយជាមួយនឹងប្រេងខ្សងយើងគេហៅថាប្រេងក្រុមហ្នឹងអញ្ចឹងមើលតែរូបភាពទៅលើម្ហូបពេលដែលដាក់គ្រឿងហើយបងប្អូនដឹងថារ៉ែតឲ្យ10លើ10បងប្អូនណាចំពោះឆាខ្ញីគឺវាស្រួលធ្វើហើយយើងអាចថារសជាតិនឹងតែអេបងប្អូនណាតែចំពោះខ្ញុំសឹងតែមិនបាច់ថែមគ្រឿងឬក៏ភ្លក់មើលសាបប្រៃអីទេសម្រាប់ខ្ញុំដាក់គ្រឿងយកបដ ாய் ខ្ញុំស្មានទៅលើចំនួនសាច់ចំនួនបន្លែអីហ្នឹងគឺខ្ញុំដាក់ឲ្យវាមានហើយវាត្រូវបរិមាណវាបដ ாய் និយាយរួមគឺធានាថាអរ៉េត10លើ10អញ្ចឹងបងប្អូននេះខ្ញីមួយកូនចាននេះមកចំពោះមុខម្ហូបនេះគឺឆាខ្ញីបងប្អូនណាបងប្អូនជួលចិត្តញ៉ាំបាយបងប្អូនគ្រាន់តែមើលវីដេអូរបស់ខ្ញុំធ្វើជាមួយនឹងឆាខ្ញីបងប្អូនដឹងថាធានារសជាតិអេមអញ្ចឹងបងប្អូនអាចមើលបានចំពោះវីដេអូមួយនេះខ្ញុំធ្វើដើម្បីចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីជាការចែករំលែកមួយនៅលើបណ្ដាញសង្គម Facebook ចឹងសង្ឃឹមថាពុកម៉ែបងប្អូនជួយ like ជួយ share ម្នាក់មួយដើម្បីចែករំលែកបន្តទៀតអញ្ចឹងម្ហូបរបស់យើងគឺរួចរាល់ហើយបងប្អូនចំពោះមុខម្ហូបនេះគឺអត់ពិបាកទេបងប្អូនគ្រាន់តែមើលវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយជួយ like ជួយ share comment រិះគន់ឬក៏ពាក្យស្ថាបនាអីខាងក្រោមបានបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចឆាតឬក៏ comment សួរបានណាដោយសារតែម្ហូបនេះគឺវារៀងស្រួលធ្វើបងប្អូនហើយបានមួយចានយ៉ាងស្អាតបងប្អូនណាបងប្អូនចូលចិត្តតិចជាបងប្អូនដឹងតាឃើញហើយដឹងតាជាល្ងាចហ្នឹងហើយបងប្អូនរួចរាល់ហើយអរគុណចំពោះការតាមដានទស្សនាជួយ like ជួយ share ម្នាក់មួយផងអរគុណជួបគ្នាវីដេអូ